ចំពោះនៅប្រទេសជប៉ុនការដើរឆ្លងផ្លូវពីម្ខាងទៅម្ខាងគឺយើងត្រូវតែរកមនុស្សនេះឲ្យឃើញហើយដើរឆ្លងកាត់ទៅច្បាស់ពីដែរបើសិនជាយើងដើរឆ្លងកាត់កន្លែងណាដែលអត់មានកណ្ដូសហើយយើងចេះតែឆ្លងកាត់ពេលដែលមានគ្រោះថ្នាក់ប្រកាសណាស់គឺយើងខុសច្បាប់ហើយគឺយើងខុសច្បាប់ហើយគេអាចនឹងទាសំណងពីយើងវិញទៀតនៅការខូចខាតគេអញ្ចឹងណានេះគេឈប់ឲ្យយើងទីជប៉ុនគឺគេមានសិលធម៌អ្នកវ៉ាក់ឡានទាំងអ្នកដើរគឺគេមានសិលធម៌ណាគឺគេគោរពចំពោះអ្នកដើរហើយប៉ុន្តែបើអ្នកដើរហ្នឹងគឺដើរអត់ចំគំនូសដែលគេគូសសម្រាប់ឲ្យអ្នកថ្មើរជើងដើរហ្នឹងទេគឺគេអត់ឈប់ឲ្យទេគឺពេលតែគេប៉ះពាល់អីក៏គេអត់ទទួលខុសត្រូវដែរហើយយើងអាចនឹងខុសច្បាប់ហើយអាចនឹងគេទាសំណងពីយើងវិញទៀតអូខេវីដេអូមានប៉ុណ្្នឹងទេបាយបាយ